ទុកសบายខ្ញុំបាទខ្ញុំធ្លាប់ដាំងឆ្នាំមុនសบายទៅហើយឆ្នាំនេះអត់ហ៊ានទេមកពីមានក្រុមកម្លាំងខ្លាំងចឹងអត់ហ៊ានចូលរួមខ្ញុំដូរក្បាលពោះហើយលេងហ៊ានទេបណ្ដៃតាមនេះក្រុមខ្លាំងហើយចុងក្រោយឃើញពួកជួនជាតិចាញ់ទាំងអស់បានបងប្អូនខ្វាយឆ្នេះទាំងសំណាងខ្ញុំមកចូលហើយអាបារាហ្នឹងមានសិទ្ធិមានធំបណ្ដៃចាញ់ទាំងអស់បាទ My God យកទៅនេះ like my Italian ចុងក្រោយបងមានតែបងប្អូនខ្មែរយើងឆ្នេះខាងភូមិអីគេភូមិអីគេ ភូមិដាំត្កើយ ភូមិដាប់កៅកាយាល័យក្រុងភូមិសុកសាន យើងដើមស្ដាយចាច់ត្រៃសិលមិនកាប់មកលើកោះ បាទទីថាយកយ៉ាងម៉េចទៅព្រឹត្តិការណ៍គេប្រកាសព្រឹត្តិការណ៍ហ្នឹង ខ្ញុំយល់ថាវាសុបាយវាណៃណូមកយើងទាំងអស់គ្នាសបផ្សាយពីដាស់ចរក្នុងកោះរងហើយយើងបងប្អូនក្រៅប្រទេសឲ្យគេដឹងហើយបងប្អូនក្នុងប្រទេសឲ្យគេដឹងបាទហើយមួយទៀតវាធ្វើឲ្យបងប្អូនខ្មែរយើងដឹងថានៅប្រទេសខ្មែរយើងមានអ្វីខ្លះហើយឆ្លងប្រទេសជាតិខ្លួនឯងដល់ហើយមកមើលបរិស្ថានដែលគេការពារបានល្អយើងមើលជំនន់ខ្លួននេះស្ដាយយើងអត់ប៉ះពាល់បរិស្ថានទេនេះបរិស្ថានវានៅស្អាតអានេះយើងមើលនៅមានសាក់អស់នៅមានត្រីនៅមានស្អាតហើយអត់មានកាក់ព្រៃឈើឲ្យគេទុកជាដូចពីដើមចង់ស្អាតជាងពីដើមផងមកពីឥឡូវគេការពារបានល្អហើយខ្ញុំសូមអរគុណដល់ក្រមការងារបរិស្ថានដែលគាត់បានជួយការពារតំបន់នេះហើយបានអភិវឌ្ឍជាកន្លែងទេសចរផងយើងឲ្យបាញ់ព្រួយមួយបានសាក់ពីរទី1យើងការពារបរិស្ថានហើយទី2ជាកន្លែង tourism ជាកន្លែងទេសចរអញ្ចឹងវាហើយមួយទៀតសហគមន៍វាជួយប្រមូលលុយសម្រាប់ជួយបងប្អូនចន្ទ្រៃអ្នករស់នៅលើកោះនេះអញ្ចឹងបងប្អូនប្រមាណគ្រួសារគាត់ចំណេញគ្រប់តែគ្នាភូមិក្បែរហ្នឹងក៏បានការងារធ្វើដែរបាទអញ្ចឹងនេះល្អគ្រប់យ៉ាងអញ្ចឹងបងប្អូនចង់ហៅឲ្យបងប្អូនក្រៅប្រទេសចង់ហៅបងប្អូនក្នុងប្រទេសហើយមកលេងកោះរងអស់ឃើញសบายចឹងបាទឃើញសบายទី1សบายទី2បង្ហាញពីបេដងជាបេដងខ្មែរឆ្លងប្រទេសហើយមួយទៀតដើម្បីជួយការពារបរិស្ថានផងបាទសូមអរគុណសូមអរគុណ